ជំរាបសួរបងប្អូនទាំងអស់គ្នានេះនៅភ្នំអន្តរជាតិឈិញតែនេះសិតតែដើមស្រល់តែម្ដងនេះបងប្អូនយើងមកលេងច្រើនមែនតើនេះចាំឡើងទៅវិញតាប់ទុកសិនហើយចាំថាចាំទៅវិញចាំថ្ងៃពឹកឲ្យជួបហើយគាត់ថាកន្លែងនេះគេធ្វើផ្លូវបេតុងហើយសរសើរតែឃើញដើមស្រល់ដូចតែនៅប្រទេសយើងនឹងឯងដូចនៅរតនៈមណ្ឌលគិរីដើមស្រល់ច្រើនអញ្ចឹងហើយនេះតែក្រុមការងារយើងនេះមកទស្សនាទាំងអស់គ្នាភ្នំអន្តរជាតិឈិញនៅខាងណោះនៅខាងណោះខ្ញុំថតខ្ញុំជន់បាទសួស្តីបងប្អូនទាំងអស់គ្នាឥឡូវនេះមកដល់ភ្នំអន្តរជាតិឈិញហើយបងប្អូនទាំងអស់គ្នាហើយនេះជាកងទ័ពនៅខាងមុខអន្តរជាតិឈិញជាកងទ័ពដីឥដ្ឋតែម្ដងបងប្អូនទាំងអស់គ្នាដែរខាងកសិករចង់លេខថា farmer គាត់រស់រកឃើញគាត់ជីកឃើញណានេះជាកងទ័ពនៅអន្តរជាតិឈិញស្ដីបងប្អូននេះហើយមានកងទ័ពនៅកសិកររកឃើញហើយសុទ្ធតែកងទ័ពដីឥដ្ឋតែម្ដងបងអាចមើលបាននេះមើលនៅប្រទេសចិនតែម្ដងសិតតែកងទ័ពតែម្ដងបងប្អូនទាំងអស់គ្នាកងទ័ពនៅអន្តរជាតិឈិញមិនមែនតែមានមួយកន្លែងហ្នឹងទេមានច្រើនកន្លែងតែម្ដងបងប្អូនអញ្ចឹងយើងឃើញថានេះកងទ័ពដែលគេរកឃើញហើយគេយកមកខាងលើបងប្អូននេះកន្លែងទស្សនាដែលមនុស្សរាប់ពាន់នាក់រាប់ម៉ឺននាក់មកទស្សនាបាទបងប្អូនទាំងអស់គ្នាដែលកងទ័ពដែលធ្វើដីឥដ្ឋនេះបែកបាក់ទៅយកបញ្ចុះជុលតាថ្មីបាទបងប្អូននេះសិតតែទស្សនាតែម្ដងនៅខាងច្រើនមែនទែនបងប្អូននេះដូចខ្ញុំមួយបងប្អូនអាចទស្សនាបន្ថែមទៀតបងប្អូនទាំងអស់គ្នាអរគុណបងប្អូនអាចទស្សនាវីដេអូ